ពិធីបុណ្យចុងជំនីអាំងបែបគ្រីអូលគឺជាព្រឹត្តិការណ៍វប្បធម៌និងម្ហូបអាហារថ្មីសម្លាងមួយប៉ុន្តែបានបង្កើតប្រវត្តិសាស្ត្រទាក់ទាញមនុស្សរាប់ម៉ឺននាក់យ៉ាងលឿនបំផុតនៅក្នុងប្រទេសអាសង់ទីនពិធីបុណ្យនេះត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនាឆ្នាំ2023រៀបចំឡើងដោយក្រុមអាជីវករផ្នែកម្ហូបអាហារនៅក្នុងតំបន់សហការជាមួយសមាគមលើកកម្ពស់តំបន់ Yuri Bellaria និងការទទួលស្គាល់ពីសាលាក្រុង Canulas គេបង្កើតវាឡើងដើម្បីលើកស្ទួយវិស័យទេសចរក្នុងស្រុកបង្កើតព្រឹត្តិការណ៍វប្បធម៌ថ្មីនិងដើម្បីអបអរសាទរវប្បធម៌អាសាដូគឺមានន័យថាជាការអាំងសាច់បែបប្រពៃណីរបស់ពួកពូជោឬអ្នកកង្វល់គោរបស់អាសង់ទីនដែលជាអត្តសញ្ញាណរបស់ពួកគេនៅក្នុងការរៀបចំលើកដំបូងពួកគេអាំងសាច់អស់400ផ្ទាំងបន្ទាប់ពីបានទទួលបានការគ្រប់គ្រងជោគជ័យគណៈកម្មការរៀបចំបានសម្រេចចិត្តបដូរពីខែមិថុនាមកក្នុងខែឧសភាគឺត្រូវនៅថ្ងៃទី1នៃទិវាពលកម្មអន្តរជាតិការផ្លាស់ប្ដូរនេះគឺដើម្បីជួបជុំសម្រាប់ពលករក្រុមគ្រួសារនិងមិត្តភ័ក្តិបានសម្រាប់លំហែកាយញ៉ាំអាហារជួបជុំគ្នានិងអបអរសាទរថ្ងៃឈប់សម្រាកក្នុងបរិយាកាសលំហែបែបវាលស្រែជនបទទោះបីជាទុំតែបង្កើតបានប្រហែលឆ្នាំក៏ដោយកម្មវិធីនេះត្រូវបានទទួលបានការសាទរយ៉ាងខ្លាំងហើយនៅក្នុងឆ្នាំ2023លើកដំបូងពួកគេអាំងសាច់អស់400ផ្ទាំងបន្ទាប់មកគឺឡើងដល់1000ផ្ទាំងដែលទាក់ទាញមនុស្សបានជាង35000នាក់ហើយឆ្នាំចុងក្រោយនេះនៅក្នុងខែឧសភាឆ្នាំ2021ព្រឹត្តិការណ៍នេះបានបំបែកកំណត់ត្រាថ្មីដោយប្រើប្រាស់ជំនាញគោលរហូតដល់1300ផ្ទាំងអស់សាច់ជាង10តោននិងបង្កើតចរន្តសេដ្ឋកិច្ចជួយសហគមន៍បានច្រើនសន្ធាប់សរុបមកពិធីបុណ្យនេះកើតចេញពីបំណងប្រាថ្នាចង់បង្ហាញពីមោទនភាពនៃការជំនាញអាំងសាច់បែបបុរាណនិងចង់បង្រួមមនុស្សតាមរយៈម្ហូបអាហារបូករួមនឹងតន្ត្រីសុខសែតបខ្លួនរបស់ពួកគេផងដែរ